បាទសួស្តីពុកម៉ែបងប្អូនថ្ងៃនេះជួបជាមួយខ្ញុំបាទកយមនស្រែទៀតហើយថ្ងៃនេះខ្ញុំមកធ្វើវីដេអូបង្ហាញពីការដាក់ចំណីអុយមន់ពេលថ្ងៃរសៀលថ្ងៃនេះគឺម៉ោង3ជាងហើយពុកម៉ែបងប្អូនបាទហើយនេះគឺជាចំណីដែលយើងឆ្នៃពីដើមចេកដើមតកួនហើយនឹងស្លឹកបន្លែផ្អែមយើងយកមកកិនវាឲ្យម៉ត់ទៅយើងយកមកលាយជាមួយកន្ទុកជាមួយកញ្ចុងកជាមួយស្រូវជាមួយបាយសល់បាយកកបែបនេះយើងដាក់លាយហើយនឹងយើងប្រើចំណីផ្សារដែរតែយើងប្រើតិចបងប្អូនណាសម្រាប់រដូវកាលខែប្រាំងចេះពុកម៉ែបងប្អូនបើមិនតែយើងអាចមានពេលទេយើងឆ្នៃចំណីបែបធម្មជាតិចឹងឲ្យម៉ត់របស់យើងស៊ីទៅពីព្រោះក្តៅណាស់ពុកម៉ែបងប្អូនអើយថ្ងៃនេះកម្ដៅឡើង40អង្សាហើយបើមិនតែយើងឲ្យវាស៊ីចំណីផ្សារច្រើនគឺវាក្តៅសុខភាពមាន់របស់យើងអត់ល្អទេពុកម៉ែបងប្អូនណាបើពុកម៉ែបងប្អូនអាចមានពេលទេយើងឆ្នៃបាទវាចំណីធម្មជាតិវាស៊ីខ្លះទៅយើងប្រើចំណីផ្សារដែរតែយើងប្រើតិចពីព្រោះបាទចំណីផ្សារបងប្អូនគួរតែដឹងហើយវារៀងក្តៅស៊ីទៅវាបានតែខែវស្សាទេបើខែវស្សាវាល្អព្រោះអីខែវស្សាវាត្រជាក់បើខែប្រាំងចេះបើយើងចេះឆ្នៃចំណីធម្មជាតិវាស៊ីចឹងគឺល្អមែនតើបងប្អូននេះបាទជាចំណីហើយណាមួយយើងអត់ចុះថវិកាច្រើនហើយយើងបានបាទចំណីធម្មជាតិដាក់ឲ្យមន់យើងស៊ីទៀតពីព្រោះក្តៅណាស់ពុកម៉ែបងប្អូនអើយបាទការធ្វើបែបនេះគឺវាល្អមែនតើសម្រាប់មន់របស់យើងដែលយើងចិញ្ចឹមលក្ខណៈគ្រួសារបាទមិនថាតិចមិនថាច្រើនទេឲ្យតែបងប្អូនចេះឆ្នៃចំណីវាស៊ីទៅវាអត់ទៅចុះថវិកាហើយក៏វាបានចំណីដ៏ល្អសម្រាប់សុខភាពមន់របស់យើងនៅរដូវកាលខែក្តៅខែប្រាំងចេះបងប្អូនហើយការដាក់ចំណីចឹងដែរយើងមានជាស្នូកឬក៏ពួកម៉ែបងប្អូនមានកានមានចឹងទៅយើងក៏កានណាដែលវារៀងចង់រកបែកអីឬក៏វាបែកតិចតួចទៅយើងយកមកពុះវាជាពីរទៅដាក់ធ្វើជាកន្លែងដាក់ចំណីឲ្យមន់ស៊ីទៅកុំឲ្យវាបាទកាយពើងចាញ់អញ្ចឹងទៅយើងវាយស្នូកដូចជាដើមអាស័យនោះមកយើងពុះវាជាពីរអញ្ចឹងទៅយើងដាក់ចំណីឲ្យមន់ស៊ីស្រួលវាអត់ពិបាកវាអត់កកាយអត់អីកើតដល់ចង្ការទៅយើងដាក់ឲ្យស៊ីទៅវាកកាយធ្លាក់ដីធ្លាក់អីអស់ចឹងទៅមន់បើជាពិសេសពុកម៉ែបងប្អូនដើមជីកដើមតកួនវាមានជាតិត្រជាក់ច្រើនហើយយើងធ្វើចំណីឲ្យមន់ស៊ីទៅមន់របស់យើងវាសុខភាពល្អហើយបើសិនជាអាចទេពុកម៉ែបងប្អូនមានទឹកទេបាទពេលក្តៅចេះយើងបាញ់ទឹកកន្លែងដែលមន់របស់យើងនឹងកុំអោយវាក្តៅខ្លាំងពីព្រោះក្តៅណាស់ពុកម៉ែបងប្អូនអើយក្តៅមែនតើដល់ហើយមន់បើយើងដាក់ចំណីផ្សារឲ្យស៊ីច្រើនទៀតបើវាកាន់តែក្តៅយើងប្រហែសទឹកប្រហែសអីគឺអត់បានទេបាទបើយើងប្រើចំណីធម្មជាតិឲ្យវាស៊ីអញ្ចេះជួនកាលយើងរវល់ខ្លាំងអីវាអស់ទឹកត្រឹម1ម៉ោង2ម៉ោងអីអត់ជាបញ្ហាទេពីព្រោះដើមជីកវាមានជាតិត្រជាក់ស្រេចហើយដើមតកួនដើមអីហ្នឹងបើចំណីផ្សារដែលយើងដាក់ឲ្យស៊ីខ្លាំងហ្នឹងអាហ្នឹងសម្រាប់តែបងប្អូនខាងកសិដ្ឋានធំដែលគាត់ដាក់ឲ្យស៊ីចឹងទៅតែគាត់បាទត្រូវមានអ្នកនៅមើលថែរបស់គាត់នៅនឹងជាប្រចាំឬយើងចិញ្ចឹមលក្ខណៈគ្រួសារអីយើងរវល់ការងារលេចកើតផងយើងជួនកាលមួយថ្ងៃជួលបានតែអោយចំណីពេលព្រឹកពេលល្ងាចហ្នឹងដល់ហើយបើសិនជាយើងអត់អស់ទឹកអស់អីហ្នឹងបាទមន់របស់យើងហ្នឹងដឹងយ៉ាប់ហើយបាទជួបហានិភ័យអារឿងវាក្តៅក្នុងខ្លាំងហ្នឹងវាទៅជាអន់មន់យើងទុនដៃទុនជាងលគីលកាយក៏មានដែរ
ដាក់ចំណៃឲ្យមិនមើលស៊ីមើលកែបងប្អូនnó pong pongអស់ហើយវាស៊ីច្រើនក៏អត់ជាបញ្ហាដែរបាទពីព្រោះចំណីរបស់យើងនេះគឺខ្ញុំឆ្នៃចេញពីដើមជីកដើមតកួនយើងច្រាំវាយកទៅកាត់នឹងម៉ាស៊ីនទៅម៉ែពួកម៉ែបងប្អូនអត់មានម៉ាស៊ីនទេយើងច្រាំក៏បានបើនេះយើងលាយកញ្ចុងកលាយកតុកបាទដូចខ្ញុំនិយាយចឹងចំណីផ្សារក៏យើងប្រើដែរតែយើងប្រើតិចទេបាទនៅរដូវកាលក្តៅអញ្ចឹងវាដាក់ចំណីផ្សារច្រើននឹងក្តៅអញ្ចឹងយើងត្រូវការឲ្យស៊ីល្មមទេហើយយើងលាយកញ្ចុងកលាយកតុកលាអីទៅរៀងច្រើនតិចទៅយើងបានចំណីធម្មជាតិឲ្យវាស៊ីវាអត់សូវក្តៅវីដេអូថ្ងៃនេះអត់មានអីច្រើនទេពុកម៉ែបងប្អូនមកគាត់ទៅចង់បង្ហាញពុកម៉ែបងប្អូនខ្លះពីរបៀបធ្វើចំណីឲ្យមន់ស៊ីនៅរដូវខែក្តៅអញ្ចឹងដើម្បីឲ្យមន់របស់យើងមានសុខភាពល្អកុំអោយបាទយើងចុះថវិកាច្រើនប្រើចំណីផ្សារផងបាទសិនពុកម៉ែបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍បាទខ្ញុំចុចជាវឬសញ្ញារូបកណ្ដឹងជូនខ្ញុំបាទប្រកបម្នាក់មួយផងដើម្បីពុកម៉ែបងប្អូនបានដឹងពីរបៀបចិញ្ចឹមមាន់លក្ខណៈគ្រួសារពីរបៀបថែទាំមាន់ពីរបៀបធ្វើចំណីបានទស្សនាវីដេអូបន្តទៀតដែលខ្ញុំតែងតែធ្វើវីដេអូចែករំលែកនៅបទពិសោធន៍ខ្លះដែលខ្ញុំមានកន្លងមកពីការចិញ្ចឹមមាន់លក្ខណៈគ្រួសារបាទអរគុណពុកម៉ែបងប្អូនដល់ការទស្សនាវីដេអូរបស់ខ្ញុំកន្លងមកឬក៏ពុកម៉ែបងប្អូនដែលបានចុចជាវហើយបើមិនពុកម៉ែមិនបានចុចជាវទេបាទសូមចុចជាវឬសញ្ញារូបកណ្ដឹងឲ្យខ្ញុំបានម្នាក់មួយផងបាទដើម្បីបានទស្សនាវីដេអូជាច្រើនបាទដែលខ្ញុំធ្វើចែករំលែកពីការធ្វើចំណីពីការថែទាំមាន់ការធ្វើវ៉ាក់សាំងការរបៀបធ្វើសបុកឲ្យមេមាន់ហើយនឹងពីការដាក់មេមាន់ប្រមាណខ្ញុំតែងតែធ្វើវីដេអូរៀបរាប់បាទជាបន្តដើម្បីចែករំលែកដល់ពុកម៉ែបងប្អូនដែលជួយចិត្តចិញ្ចឹមមាន់ឲ្យបានដឹងទាំងអស់គ្នាវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនសូមអរគុណសូមជម្រាបលា